ធ្វើអំពើល្អដែលមិនចំណាយប្រាក់សូម3-10000ឬក៏50000ប៉ុន្តែសូមលោកអ្នកមកមើលតាមមើលនៅអត្ថន័យនៅខាងក្រោមប៉ុន្តែអាស្រ័យលើសិទ្ធិរបស់លោកអ្នកដែរមួយឆ្វេងយល់បាទលោកអ្នកមិនមែនស្វែងយល់ទេណាមិនមែនទេស្វែងរកនេះគឺឆ្វេងយល់ជាកិរិយាសព្ទរំពឹងគិតយល់ដល់ប្រាជ្ញាដ៏ភ្លឺថ្លារបស់លោកអ្នក2ញាណសម្បយុត្តៈញាណសម្បយុត្តៈសេចក្តីដឹងចិត្តដឹងប្រកបដោយប្រាជ្ញាបានន័យថាធ្វើទានដោយបញ្ញាឬក៏ធ្វើបន់ប្រកបដោយបញ្ញាមិនចាំតែគេប្រាប់ទេបាទមិនចាំគេពង្រឹបទេបាទអរគុណបញ្ញាចក្ខុនេះ3បញ្ញាចក្ខុគឺយើងគាត់ឃើញរូបភ្លាមយើងដឹងថាអូនេះគឺសម្ដែងរូបនោះគេធ្វើបបិឈរយើងអានេះយើងឃើញយើងដឹងបាទបញ្ញាស្រដាក់នេះយើងស្ដាប់ទៅយើងដឹងថាអូសម្ដែងនេះគឺសម្ដែងឃោសនាដើម្បីបកយកប្រាក់សម្ដែងនេះគឺសម្ដែងនិយាយតាមគ្នាសម្ដែងនេះនិយាយតាមគម្ពីរក្បូននិយាយនេះអ្នកនិយាយនេះមិនមែនតាមពុទ្ធសាសនាទេនិយាយតាមសាសនាដទៃក្រៅបញ្ញាទេសនាមិនមែនទស្សនៈទេលោកនេះទេសនាបាទអរគុណ4ខុសកំណើតខ្លួនក្តីកូនក្តីចៅក្តីយើងមិនបានធ្វើក៏មិនបាបធ្វើក៏មិនបានបន់កុសលបន់កុសលជាសភាវៈធម្មជាតិធម្មតាតែប៉ុណ្ណោះឯង5វត្តឬអារាមបុគ្គលខ្លះមិនបានទៅក៏វាមិនបាបវត្តអារាមនេះណាបាទតែអ្នកខ្លះទៅរាល់ថ្ងៃនោះទីនោះទៅជាបាបវិញក៏មានអាចចេះតែមាន6ធ្វើទានយើងមិនបានធ្វើក៏វាមិនបាបចុះបាបមានមកអំពើកម្មណាមួយយើងសម្រាប់គេលួចគេភូតភោកុហកគេភូតភោកុហកជាភាសាថ្ងៃកុហកតាមទូរស័ព្ទនេះសម្រាប់បាចាណាเป็นកុហកណាប្រព្រឹត្តខុសកាមទាំងឡាយទៅលើប្រពន្ធកូននេះដតេណាបាទទុនពេលគឺបនគឺជាអ្នកប្រសាទគឺសេចក្តីសុខសប្បាយមិនមានទោសមិនមានជំងឺមិនមានវិបត្តិអ្វីទេនេះថាបន